បាទសួស្តីអ្នកទាំងអស់គ្នាចឹងថ្ងៃនេះខ្ញុំចង់បង្ហាញពីការធ្វើលំហាត់ទាក់ទងនឹងពុនកាត់ទុកមួយទៀតអញ្ចឹងវីដេអូមុននោះគឺបានធ្វើលំហាត់ថ្នាក់មូលដ្ឋានលំហាត់ទី1ទាក់ទងនឹងពុនកាត់ទុកដែរហើយបើអ្នកទាំងអស់គ្នាតបានមើលទេអាចទៅមើលលំហាត់នោះសិនទៅព្រោះនោះវាថ្នាក់មូលដ្ឋានហើយលំហាត់ទី2នេះវាចូលដល់កម្រិតខ្ពស់ហើយសម្រាប់ពុនកាត់ទុកអូខេចឹងកុំឲ្យខាតពេលយូរយើងអាចចាប់ផ្ដើមមើលប្រធានលំហាត់ទាំងអស់គ្នាអញ្ចឹងជាទូទៅនៅក្នុងការធ្វើលំហាត់ពុនដែរមិនថាពុនកាត់ទុកមួយក៏ពុនអីផ្សេងទៀតទេជាទូទៅគឺខ្ញុំចូលចិត្តគ្រាន់តែនេះមកភ្លាមគឺទៅមើលខាងក្រោមសិនចង់ដឹងថាប្រធានគេចង់បានអីគេប្រកបព្រោះជួនកាលប្រធានដូចគ្នាតែមួយមែនតែគេសួរមកផ្សេងគ្នាអញ្ចឹងចម្លើយដែលយើងត្រូវឆ្លើយហ្នឹងក៏ខុសគ្នាដែរហើយស៊ីសងទៅលើការដែលគេសួរហ្នឹងព័ត៌មានដែលយើងអានយើងត្រូវ highlight នៅក្នុងប្រធានក៏វាអាចខុសគ្នាដែរអញ្ចឹងទីហោក្នុងប្រធាននេះអញ្ចឹងយើងមកមើលខាងក្រោមគឺថាគណនាពុនកាត់ទុកជាដុល្លារដែលត្រូវបង់សម្រាប់ខែមីនាឆ្នាំ2025អូខេចា៎នេះគេឲ្យយើងរកជាពុនកាត់ទុកហើយគិតជាដុល្លារអញ្ចឹងយើងមិនចាំបាច់វាជាលុយខ្មែររកត្រាហៅអីមិនទេអូខេហើយជួនកាលអីគេអាចសួរបែបអីផ្សេងទៀតទៅចាហ្នឹងយើងចាំមើលជាក់ស្ដែងប្រព័ន្ធកាត់ទុកនេះរបៀបសួរពីច្រើនគឺមានតែមួយទេគឺគណនាពុនកាត់ទុកត្រូវបង់ហើយពេញលិខិតប្រកាសជាដើមចឹងថាសម្រាប់ប្រភេទពុនមួយក៏កអីផ្សេងទៀតវាអាចរបៀបសួរផ្សេងគ្នាឧទាហរណ៍ដូចអាកលើតម្លៃបន្ថែម VAT អញ្ចឹងជួនកាលគេអត់សួរ VAT ត្រូវបង់ហើយចឹងក៏គាត់សួរថាឥនទានយោងមានប៉ុន្មានអញ្ចឹងអានោះបើសិនជាយើងអត់បានគណនារឥនទានយោងទេចាហ្នឹងក៏អត់កើតដែរមួយក៏គេសួរវត្ត input មួយក៏វត្ត output ហើយបើជាអត់បានគណនាហ្នឹងហើយឆ្លើយលើហ្នឹងទេជួនកាលក៏អាចមានការដកបន្ទុកអីមួយចំនួនដែរអញ្ចឹងហ្នឹងយើងត្រូវមើលសិនថាប្រធានយើងគេចង់បានអីចា៎គេឲ្យយើងរកពុនកាត់ទុកជាដុល្លារអូខេចា៎ឥឡូវយើងមកមើលលំហាត់នេះទាំងអស់ប្រធានអស់គ្នាអញ្ចឹងនេះមានក្រុមហ៊ុន XYZ ជាក្រុមហ៊ុនដែលបានចុះបញ្ជីជាអ្នកជាប់ពន្ធធំអូខេអញ្ចឹងគាត់ជាអ្នកជាប់ពន្ធធំអញ្ចឹងជាប់ពន្ធធំគាត់មានកាតព្វកិច្ចជាអ្នកងារកាត់ទុកហើយសម្រាប់ពន្ធកាត់ទុកនេះគឺគាត់នេះទាំងអស់គាត់ប្រមូលបានទាំងអស់ហើយអ្នកជាប់ពន្ធតូចវិញគឺគាត់បានតែលើការជួលអចលនទ្រព្យហើយអចលនទ្រព្យទេប្រភេទកម្មវត្ថុផ្សេងទៀតគាត់អត់មានកាតព្វកិច្ចទេតែគាត់ជាអ្នកជាប់ពន្ធធំចឹងគាត់នេះទាំងអស់ដែលបង្កើតឡើងដោយមានការដាក់បញ្ចូលដើមទុនរវាងក្រុមហ៊ុន XYZ-PH នៃប្រទេសថៃចំនួន 80% និងក្រុមហ៊ុន XYZ-VN នៃប្រទេសវៀតណាមចំនួន 20% ដោយមានដើមទុនសរុប $50,000 អូខេអញ្ចឹងមកដល់ពេលនេះយើងដឹងហើយថាក្រុមហ៊ុនយើងចុះបញ្ជីមានលុយ 50,000 ហើយ 80% របស់ក្រុមហ៊ុន XYZ-TH ហើយ XYZ-VN នេះមាន 20% អូខេចា៎នេះជាដើមទុនរបស់គាត់ហើយជាទូទៅនៅពេលដែលគេប្រាប់ដើមទុនចេះភាគច្រើនគឺវាអាចមានតាក់ទងទៅលើការបែងចែកភាគលាភអញ្ចឹងបែងចែកភាគលាភយើងបែងចែកទៅតាមភាគហ៊ុនរបស់គាត់ភាគហ៊ុនចុះជីគាត់បានច្រើនជាងចឹងហ្នឹងគាត់ទទួលបានច្រើនជាងអញ្ចឹងទៅតែជួនកាលអីការចូលហ៊ុនមិនស្មើគ្នាតែការបែងចែកភាគលាភស្មើគ្នាក៏អាចមានដែរអញ្ចឹងស៊ីសងលើប្រធានជាក់ស្ដែងអូខេចុងទៅមុខទៀតនៅខែមិនិនាឆ្នាំ2025ក្រុមហ៊ុនមានប្រតិបត្តិការមួយចំនួនក្នុងចំណោមប្រតិបត្តិការទាំងឡាយដូចខាងក្រោមអូខេចំទី1ក្រុមហ៊ុនបានទូទាត់ថ្លៃឈ្នួលអូខេចឹងថ្លៃឈ្នួលរួមអាករអញ្ចឹងថ្លៃឈ្នួលនេះគឺរួមអាករចំនួន 1,100 ឲ្យក្រុមហ៊ុនមួយដែលជាប់ពន្ធតាមរបបស្វ័យប្រកាសដូចគ្នាដោយទទួលបានកាយប័ណ្ណអាករយ៉ាងត្រឹមត្រូវអញ្ចឹងយើងដឹងហើយនៅពេលដែលក្រុមហ៊ុនគាត់នៅពេលដែលក្រុមហ៊ុនគាត់ជួលទៅក្រុមហ៊ុនគឺគាត់ចេញប័ណ្ណ invoice កាយប័ណ្ណអាករអូខេអញ្ចឹងនៅពេលដែលយើងមានប័ណ្ណ invoice ហើយពន្ធកាត់ទុករបស់យើងនេះគឺយើងមិនអនុវត្តទេអូខេមិនអនុវត្ត
ព្រោះអត្រាវា 10% ដូចគ្នាអញ្ចឹងមកតាមច្បាប់ថ្មីទៅគឺយើងមិនអនុវត្តទេយើងយកតែ VAT ហ្នឹងបានហើយដូចគ្នាទេអញ្ចឹងសម្រាប់លេខ1នេះគឺអត់មានពន្ធកាត់ទុកទេទី2ក្រុមហ៊ុនបានបង់ថ្លៃអាជ្ញាប័ណ្ណសម្រាប់ធ្វើអាជីវកម្មដល់ស្ថាប័នរដ្ឋមួយស្ថាប័នរដ្ឋស្ថាប័នរដ្ឋមួយដែលមានឯកសារបញ្ជាក់ផ្លូវការជាចំណូលរបស់រដ្ឋវាបញ្ជាក់ជាចំណូលរដ្ឋចំនួន$500អញ្ចឹងក្នុងករណីនេះបើសិនជាក្រុមហ៊ុនធ្វើការទូទាត់ទៅឲ្យស្ថាប័នរដ្ឋអញ្ចឹងស្ថាប័នរដ្ឋនេះគាត់ជាអ្នកទទួលប្រាក់អញ្ចឹងយើងដឹងហើយនៅក្នុងបទបញ្ញត្តិនៃពន្ធកាត់ទុកនៅពេលដែលយើងធ្វើការទូទាត់ទៅឲ្យស្ថាប័នរដ្ឋហើយគឺមានបញ្ជាក់ច្បាស់ថាវាជាចំណូលរបស់រដ្ឋអញ្ចឹងការទូទាត់នោះគឺមិនមែនជាការបន្ថោនៃពន្ធកាត់ទុកទេមិនសេមិនអនុវត្តតែហ្នឹងគឺមិនមែនជាកម្មវត្ថុអញ្ចឹងយើងអត់ apply ពន្ធកាត់ទុកចូលក្នុងហ្នឹងទេ$500ហ្នឹងភាសាយើងទូទាត់ទៅរដ្ឋហើយវាជាចំណូលរដ្ឋទៀតតែបើសិនជាយើងទូទាត់ឲ្យស្ថាប័នរដ្ឋតែវាមិនមែនជាចំណូលរដ្ឋទេចាហ្នឹងគឺយើងត្រូវបង់ពន្ធកាត់ទុកធម្មតាដែរតែជាទូទៅនៅពេលដែលយើងបង់អីមួយទៅខាងស្ថាប័នរដ្ឋហើយគឺជាទូទៅគេមាន invoice ផ្នែកធម្មតាហើយអូខេតែបើវាមិនត្រឹមត្រូវចាហ្នឹងគឺមិនត្រឹមត្រូវអញ្ចឹងវាអត់មានន័យត្រូវយកមកប្រកាសទេចានេះក្នុងករណីនេះទូទាត់ឲ្យស្ថាប័នរដ្ឋហើយបញ្ជាក់ថាវាជាចំណូលរបស់រដ្ឋទៀតអញ្ចឹងការទូទាត់ហ្នឹងគឺមិនមានជាប់លើពន្ធកាត់ទុកទេទី3ក្រុមហ៊ុនត្រូវទូទាត់ប្រចាំឆ្នាំលើម៉ាកសញ្ញាផលិតផលនិងសញ្ញាអាជីវកម្មទៅឲ្យក្រុមហ៊ុនក្នុងស្រុកមួយដែលមានតម្លៃរួមអាករហើយតម្លៃរួមអាករចំនួន$2,200អូខេអញ្ចឹងកន្លែងនេះវា trick ដែរអញ្ចឹងការទូទាត់លើរឿងម៉ាកសញ្ញានិងអាជីវកម្មនេះអញ្ចឹងការទូទាត់ហ្នឹងគឺយើងចាត់ទុកវាថាវាជា royalty ជាសួយសារព្រោះអីយើងយកម៉ាកសញ្ញារបស់គេយកមកប្រើហើយសញ្ញាអាជីវកម្មគេយកមកប្រើអញ្ចឹងដូចយើង franchise គេចឹងយើង franchise គេយើងបង់ឲ្យគេចំណាយហ្នឹងគឺវាជាចំណាយសួយសារយើងចង់គណនេយ្យយើងក្រុមហ៊ុនយើងចង់កត់របៀបមិនកត់ទៅតែគ្រាន់ថាវាជា substance របស់វាមកគឺវាជារឿងសួយសារជាចំណាយសួយសារហើយវាក៏ជាកម្មវត្ថុនៃពន្ធកាត់ទុកក្នុងមាត្រា 15% ដែរអូខេអញ្ចឹងទោះយើងបានទូទាត់នឹងទៅឲ្យក្រុមហ៊ុនក្នុងស្រុកអញ្ចឹងរវាងសហគ្រាសនិងសហគ្រាសហើយយើងមានចេញជាប័ណ្ណ invoice ឬមួយក៏អីក៏ដោយតែសម្រាប់ពន្ធកាត់ទុក royalty 15% គឺយើងនៅតែបង់ដែរអូខេអញ្ចឹង VAT រឿងរបស់ VAT ហើយវិធោរិញតៈរឿងរបស់វិធោរិញតៈអញ្ចឹងអត់មានតែប៉ុណ្្នឹងទេតែគ្រាន់ថាជាមូលដ្ឋានក្នុងការយកមកគណនាពន្ធកាត់ទុកគឺយើងយកតម្លៃមិនរួមអាករចឹង$2,200នេះយើងអត់យកទេគឺយើងយកតែលុយ$2,000យកមកគុណជាមួយនឹង15%ដែលជាអត្រាពន្ធកាត់ទុកសម្រាប់សួយសារតែប៉ុណ្ណោះអូខេយ៉ាងនេះគុណទៅ$2,510 $300 15 កាត់គុណយ៉ាងនេះ$300អូខេចាហ្នឹងតកតងនឹង royalty ហើយបើសិនជា royalty នេះគាត់ទូទាត់ទៅឲ្យក្រុមហ៊ុននៅបរទេសវិញទៅក្រុមហ៊ុនបរទេសអញ្ចឹងអាហ្នឹងយើងអនុវាសនជនចាហ្នឹងយើងជាប់ក្នុងអត្រា14%វិញចាហ្នឹងវាប៉ុណ្ណឹងតកតងសួយសារចូលមកទី4ក្រុមហ៊ុនទទួលបានវិក័យប័ត្រនិងបានទូទាត់លើសេវាប្រឹក្សាយោបល់អូខេចានេះសេវាប្រឹក្សាយោបល់ធ្វើឡើងតាមប្រព័ន្ធ Zoom អូខេចាតាម Zoom online មានចំនួន$500និងអាករ$50ដល់ក្រុមហ៊ុនមួយនៅប្រទេសថៃអូខេទទួលវិក័យប័ត្រទូទាត់ឲ្យទៅក្រុមហ៊ុនមួយនៅប្រទេសថៃអូខេចានេះជាអនិវាសនជននៃអនិវាសនជនអញ្ចឹងអនិវាសនជនសេវាគឺយើងជាប់ក្នុងអត្រា14%អូខេមូលដ្ឋានរបស់យើងគឺមិនយកតបទេអញ្ចឹង500អូខេនេះ14%គុណនឹង500ហើយកន្លែងនេះចង់បញ្ជាក់ដែរបើសិនជា
សេវាហ្នឹងយើងធ្វើតាមរូបភាពណាក៏ដោយអញ្ចឹងយើងកន្លែងគេចង់ប្រឡប់យើងគឺតែតង់ប្រព័ន្ធ Zoom អញ្ចឹងគេថាយើងនៅខ្មែរទេយើងទទួលសេវាគេនៅខ្មែរគឺអនឡាញអញ្ចឹងទៅកាត់ទុកអញ្ចឹងសម្រាប់ពុនដែរយើងមិនខ្វល់ថារូបភាពនៃការ delivery របស់យើងតាមជាអនឡាញផ្ទាល់មកអីមិនទេតែសំខាន់យើងដែលជាសហគ្រាសហ្នឹងយើងទូទាត់ឲ្យអ្នកណាគេអញ្ចឹងយើងទូទាត់ហ្នឹងទៅឲ្យអនិវាសនជនអូខេហើយចំណាយហ្នឹងវាជាកម្មវត្ថុនៃពន្ធកាត់ទុកអស់អញ្ចឹងកន្លែងនេះយើងទូទាត់ឲ្យអនិវាសនជនចំណាយនេះវាជាចំណាយដែលជាកម្មវត្ថុនៃពន្ធកាត់ទុកធ្វើការសេវាប្រឹក្សាយោបល់អូខេអនិវាសនជនសេវាប្រឹក្សាយោបល់ចានឹងជាប់ក្នុងអត្រា 14% តែបើសិនវាជាក្រុមហ៊ុនក្នុងស្រុកចេញបាត់ invoice វិញចាហ្នឹងយើងអត់ជាប់ពន្ធកាត់ទុកទេដោយសារតែយើងចេញបាត់ invoice អូខេអញ្ចឹងយើងចេញបាត់ invoice គឺយើងយកតែ 10% លើ VAT ទេហើយយើងអាច claim វាជាវត្ថុ input ធ្វើការចាក់លា VAT របស់យើងទៅតែសម្រាប់ក្រុមហ៊ុនដែលមិនចុះបញ្ជីនៅស្រុកខ្មែរហើយគឺធ្វើចំណាយតាក់ទងនឹងសេវាប្រឹក្សាយោបល់ចាហ្នឹងគឺយើងជាប់បែបហ្នឹងហើយអញ្ចឹងអនិវាសនជនយើងជាប់ 14% បើសិនជានិវាសនជនវិញគឺយើងជាប់ 15% អូខេតោះតែបើសិនជាយើងទូទាត់ឲ្យក្រុមហ៊ុនគាត់ចុះបញ្ជីនៅស្រុកខ្មែរយើងស្ថិតក្នុងរបបស្វ័យប្រកាសដូចគ្នាអញ្ចឹងអាហ្នឹងគឺយើងអត់មានអនុវត្តពន្ធកាត់ទុកទេតែតង់សេវាប្រឹក្សាយោបល់គឺយើងចេញបាត់ invoice ហើយយើងជាប់តា VAT ទេយើងអាច claim ជាបាត់ input បានតោះអញ្ចឹងមកចុងក្រោយទី5ចឹងទី5ក្នុងរយៈពេល3ខែនៃឆ្នាំ2025ហ្នឹងក្រុមហ៊ុនរកចំណូលពីអាជីវកម្មបាន $10,000 អូខេក្នុងខែមីនាក្រុមហ៊ុន Advisory បានសម្រេចបែងចែកពាក់កណ្ដាលនៃប្រាក់ចំណូលខាងលើ half អូខេចឹងគាត់បែងចែកពាក់កណ្ដាលជាភាគលាភបណ្ដោះអាសន្ន interim dividend ទៅម្ចាស់ភាគហ៊ុននីមួយៗតាមចំនួនភាគកម្មដែលខ្លួនបានកាន់កាប់អូខេចឹងនេះតាម share របស់គាត់ ownership របស់គាត់ share របស់គាត់ថ្ងៃនេះមានព័ត៌មានបន្ថែមទៀតចឹងកន្លែងនេះ DTA រវាងប្រទេសកម្ពុជាថៃនិងប្រទេសកម្ពុជាវៀតណាមពន្ធកាត់ទុកមានអត្រា 10% ហើយឧបមាថាក្រុមហ៊ុន Advisory Thailand នេះមានលិខិតបញ្ជាក់ពីកយុដ្ឋានពន្ធដារអំពីការអនុវត្តអត្រាពន្ធកាត់ទុកតាម DTA អូខេបាទចឹងកន្លែងនេះមានការពិភាក្សាជាច្រើនអញ្ចឹងទី1យើងមើលកន្លែងលុយសិនទៅចឹងអានេះលុយយើង 10,000 តែយើងចែកតែពាក់កណ្ដាលទេអូខេចឹងយើងចែកពីចឹងលុយដែលយើងត្រូវយកមកចែកទាំងអស់គឺវាមានចំនួន $50,000 អូខេយើងចែកវាទៅតាមភាគកម្មតាណានេះភាគកម្មដែលម្ចាស់ភាគហ៊ុនហ្នឹងកាន់កាប់អញ្ចឹងគឺលុយ $50,000 នេះយកទៅគុណនឹង 80% ដែលខ្ញុំសេទៅវិញអញ្ចឹងយើងមាន Advisory Thailand ហើយនិងវៀតណាមអូខេអញ្ចឹង Thailand នេះមិញហ្នឹងមានភាគហ៊ុនរបស់គាត់ហ្នឹង 80% វៀតណាមនេះ 20% អូខេជាក់សិនចឹងអ្នកថៃ 80% វៀតណាមនេះ 20% ចានេះគាត់មាន 80 ហើយ 20 ហើយលុយដែលយើងត្រូវយកមកបែងចែកហ្នឹងគឺ $50,000 អូខេនេះគុណ $50,000 ដែរហើយពន្ធកាត់ទុកតាក់ទងនឹងភាគលាភគឺយើងដឹងហើយភាគលាភបើសិនជាយើងទូទាត់ឲ្យសហគ្រាសនៅកម្ពុជាមួយក៏រូបវ័នបុគ្គលគឺយើងជាប់ 15% អូខេតែបើសិនជាយើងបែងចែកឲ្យអនិវាសជនយើងជាប់ក្នុងអត្រា 14%
តែបើសិនជាយើងមាន DTA គឺយើងអនុវត្ត rate របស់ DTA ជាទូទៅ 10%អូខេអញ្ចឹងយើងសួរថាតើក្រុមហ៊ុនទាំងពីរហ្នឹងអាចប្រើអត្រា DTA បានអត់អូខេចា៎ហ្នឹងយើងតទៅមើលមេរៀនទាក់ទងនឹង DTA អញ្ចឹងនៅក្នុងមេរៀន DTA ហ្នឹងគឺគេបានចែកច្បាស់ថាក្រុមហ៊ុននៅពេលដែលគាត់អាចអនុវត្តអត្រាពន្ធកាត់ទុកតាម DTA បានតើគាត់គោរពតាម2លក្ខខណ្ឌអញ្ចឹងទី1គឺប្រទេសនិងប្រទេសគឺមាន DTA ជាមួយគ្នាអញ្ចឹងក្នុងករណីយើងនេះកម្ពុជាថៃនិងកម្ពុជាវៀតណាមមាន DTA ដូចគ្នាតាមអត្រា 10%អូខេចាហ្នឹងទី1 ធីកទី2គឺសហគ្រាសហ្នឹងគឺត្រូវស្នើសុំនៅអគ្គនាយកដ្ឋានពន្ធដារក្នុងការអនុវត្តអត្រាតាមអត្រាពន្ធកាត់ទុកតាម DTA អូខេចាហ្នឹងមានន័យថាបើសិនជាក្រុមហ៊ុនយើង XYZ នៅខ្មែរនេះយើងមានត្រូវមានប្រតិបត្តិការណាមួយជាមួយនឹងប្រទេសដែលនៅក្នុងនេះទីហោថានៅក្នុងប្រទេសថៃនិងប្រទេសវៀតណាមនេះតើតើក្រុមហ៊ុនយើងនឹងធ្វើការស្នើសុំមកអគ្គនាយកដ្ឋានពន្ធដារឲ្យក្រុមហ៊ុនដែលយើងត្រូវទូទាត់ឲ្យអញ្ចឹងយើងដឹងហើយយើងមានដៃគូក្រុមហ៊ុនយើងនៅប្រទេសថៃនិងប្រទេសវៀតណាមយើងដឹងហើយថាប្រទេសយើងនិងប្រទេសថៃនិងវៀតណាមមាន DTA យើងត្រូវតែស្នើសុំទៅពន្ធដារថាអូខេស្នើសុំឲ្យក្រុមហ៊ុន XYZ Thailand XYZ VN នេះដើម្បីអនុវត្តអត្រាពន្ធកាត់ទុកបើសិនជាយើងមិនបានស្នើសុំទេនឹងអត្រា DTA ហ្នឹងគឺយើងអនុវត្តអត់បានទេអូខេយើងស្នើសុំនឹងផលប្រយោជន៍គឺបានទៅអ្នកទទួលទេគឺប្រទេសនៅក្រុមហ៊ុនមេយើងនៅ XYZ Thailand និងវៀតណាមគាត់អ្នកទទួលផលเลยតែយើងក្រុមហ៊ុននៅខ្មែរនេះយើងជាអ្នកស្នើសុំឲ្យមិនមែនក្រុមហ៊ុនគាត់នៅថៃហ្នឹងគាត់អ្នកនៅវៀតណាមហ្នឹងគាត់អ្នកស្នើសុំឲ្យទេគឺក្រុមហ៊ុនយើងនៅខ្មែរហ្នឹងជាអ្នកស្នើសុំចំនួនអូខេដើម្បីប្រើអត្រាហ្នឹងក្រុមហ៊ុនស្នើសុំដោយសារតែជួនកាលអីអ្នកនៅបរទេសគាត់មិនខ្វល់ទុកទេវាជាបន្ទុករបស់ក្រុមហ៊ុនទៀតអញ្ចឹងណាជួនកាលយើងបង់ចំនួនបង់អីទៅចាអាហ្នឹងវាខាតក្រុមហ៊ុនយើងដែរតែបើសិនជាគាត់ព្រមឲ្យយើងកាត់នោះអាហ្នឹងយើងត្រូវតែស្នើសុំយើងអត់ស្នើសុំទេយើងអនុវត្តបានទេអញ្ចឹងក្នុងឧទាហរណ៍កន្លែងនេះគេចង់ trick យើងគឺនៅកន្លែងហ្នឹងចង់ដឹងថាយើងដឹងពីលក្ខខណ្ឌនៃ DTA អត់អូខេមានគ្នាយើងខ្លះគាត់តែឃើញ DTA រវាងប្រទេសនិងប្រទេសគឺដាក់ពោក 10% យកមកអូខេតែ DTA មិនអញ្ចឹងទេគឺទី1គឺត្រូវប្រទេសនិងប្រទេសទី2ត្រូវមានលិខិតបញ្ជាក់ពីអគ្គនាយកដ្ឋានពន្ធដារបើមិនអញ្ចឹងទេអនុវត្តអត់បានទេអូខេចានេះនៅក្នុងកន្លែងនេះគឺក្រុមហ៊ុននៅថៃនេះមានលិខិតនៅវៀតណាមអត់អញ្ចឹងនៅថៃមានគឺយើងអនុវត្តតាមអត្រារបស់ DTA 10% ហើយប្រទេសវៀតណាមអត់មានគឺយើងអនុវត្តទៅតាមអត្រាធម្មតាអនុវាសនជនគឺចំនួន 14% អូខេតែនេះយើងកូនតិចទៅតែកាសោយ៉ាង 80% នៃ 50000 បាន 40000 10% បាន 4000 20% នៃ 50000 យើងបាន 10000 កូននឹង 14% យើងបាន 1400 បាន 1400 អញ្ចឹងយើងសរុបមកពន្ធកាត់ទុករបស់យើងដែលក្រុមហ៊ុនត្រូវបង់នៅក្នុងខែនេះមានអញ្ចឹងទី1គឺ300នេះ4000មិញនេះ4000នេះ1400នេះហើយនឹង 14% គុណ500នេះអញ្ចឹង500គុណឲ្យ 14% 70ដុល្លារអូខេតែយើងបូកចូលគ្នាទៅ4000 5400 5400 បូក 370 5770
អូខេអញ្ចឹងក្រុមហ៊ុនយើងមានពន្ធកាត់ទុកដែលត្រូវបង់សម្រាប់ខែមីនាឆ្នាំ2025ចំនួន 5,770 អូខេអញ្ចឹងត្រឡប់មកវិញ recap ឡើងវិញនៅក្នុង5 transaction នេះគឺគេចង់តេស្តយើងចំណុចប៉ុណ្ណឹងអញ្ចឹងទី1ថាការទូទាត់រវាងរបបស្វ័យប្រកាសដូចគ្នាហ្នឹងនៅជាប់ពន្ធកាត់ទុកអត់អូខេចាហ្នឹងយើងអត់ជាប់ទេព្រោះយើងប្រើបាត់ invoice ឯងទី2យើងទូទាត់ឲ្យស្ថាប័នរដ្ឋដែលជាចំណូលរដ្ឋជាប់ពន្ធកាត់ទុកអត់ចាហ្នឹងក៏អត់ជាប់ដែរដល់ពេលទី3យើងទូទាត់ទៅឲ្យក្រុមហ៊ុននៅក្នុងស្រុកមួយតាក់ទងរឿងផ្លាកសញ្ញាយីហោអីហ្នឹងមានវត្ត invoice មានអីតាមត្រូវជាប់ពន្ធកាត់ទុកអត់អញ្ចឹងទោះមានវត្ត invoice ក៏នៅតែយើងជាប់ពន្ធកាត់ទុកធម្មតាដែរជាប់ទៅលើសួយសាគឺអត្រា 15% ទី4នេះគឺតាក់ទងទៅលើសេវាប្រឹក្សាយោបល់ទៅប្រទេសមួយនៅបរទេសហើយយើងប្រើតាមប្រព័ន្ធ Zoom អញ្ចឹងយើងនៅខ្មែរទេសេវាប្រឹក្សាយោបល់ចាហ្នឹងជាប់ពន្ធកាត់ទុកអត់ចាហ្នឹងចម្លើយគឺជាប់ដូចគ្នាអូខេយើងនៅខ្មែរតែគាត់តែសំខាន់លុយយើងយកបង់ឲ្យអ្នកដែលទទួលហ្នឹងគឺនៅបរទេសជាអនិច្ចជនអញ្ចឹងជាប់នៅត្រឹម 14% ដែរទី5វិញគឺតាក់ទង DDA ចង់សួរថា DDA ប្រើតាមអត្រាណាអូខេលក្ខខណ្ឌណាដែលយើងអាចប្រើ DDA បានអញ្ចឹងទី1គឺតើគាត់ប្រទេសនឹងប្រទេសមាន DDA នឹងគ្នាទី2ហ្នឹងគឺក្រុមហ៊ុនហ្នឹងគឺគាត់មានលិខិតបញ្ជាក់ពីអគ្គដ្ឋានពន្ធដារទើបគាត់អាចអនុវត្តអត្រាពន្ធកាត់ទុកបានអូខេអញ្ចឹងលំហាត់នេះមានប៉ុណ្ណឹងលំហាត់ទី2នេះដូចជាមិនជាបបាក់ខ្លាំងដែរទេអូខេអញ្ចឹងបើសិនជាគ្នាយើងមានកន្លែងណាឆ្ងល់អីអាចសួរបាន